Ngàyនេះខ្ញុំចង់លើកយក comment មួយរបស់ប្អូនដែលគាត់បាន comment នៅលើវីដេអូរបស់ខ្ញុំយូរហើយតែខ្ញុំអត់ដែលបានលើកយកមកនិយាយទេគាត់បានសរសេរថាចង់មានគូដូចបងណាស់ចាអរគុណប្អូនសម្រាប់ការ comment នេះហើយបងក៏សង្ឃឹមថាអូននឹងទទួលបានគូជីវិតមួយដែលអូនប្រាថ្នាចង់បានអញ្ចឹងណាមិនបាច់ដូចបងទេពួកបងចេះអូនគូជីវិតបងវាមានល្វីងវាមានជូរចត់វាមានផ្អែមល្ហែមថាលក្ខណៈថារសជាតិហ្នឹងផ្សេងគ្នាចូលមកក្នុងហ្នឹងវាថា the combination ណាវាមិចចូលគ្នាតែម្ដងមិនផ្អែមរហូតទេហើយអ្វីដែលបងអូនឃើញនៅក្នុង social media ហ្នឹងក៏វាមានកន្លែងខ្លះចង់និយាយថាបងបង្ហាញតែកន្លែងផ្អែមល្ហែមដែរតែកន្លែងឆ្លុះគ្នាបងមិនទាន់ឃើញបង្ហាញអញ្ចឹងណាហ្នឹងហើយចង់និយាយថាជីវិតយើងចាក់ស្ដែងគូយើងនីមួយมันអាចមានគូណាដែលមានតែភាពល្អខ្ចោះផ្អែមល្ហែមរហូតទេណាបងចង់និយាយថាគូជីវិតបងដែលអូនឃើញហ្នឹងក៏មានថ្ងៃខ្លះល្វីងខ្លះដែរល្វីងដោយសារអីធម្មតាយើងមនុស្សពីរផ្សេងគ្នាយើងមករស់នៅជាមួយគ្នាវាតែងតែមានភាពខុសគ្នាហើយមានការខ្វែងគំនិតគ្នាឬក៏ការយល់ស្របហ្នឹងវាមិនស្របគ្នាវាយល់ផ្ទុយគ្នាអីចឹងទៅអញ្ចឹងមកគេនិយាយថាមនុស្សចិត្តរូបមួយចិត្តមួយណារូបពីរចិត្តពីរអញ្ចឹងចិត្តយើងខុសគ្នាក៏ប៉ុន្តែទោះបីជាមានរឿងថាយើងមិនដូចគ្នាយើងខ្វែងគំនិតគ្នាយើងខុសគ្នាយើងមកពីប្រទេសផ្សេងគ្នាយើងមានវប្បធម៌អរិយធម៌ប្រពៃណីផ្សេងគ្នាភាសាផ្សេងគ្នាក៏ប៉ុន្តែមនុស្សពីរនាក់ដែលអាចរស់នៅចុះគ្នាបានដោយសារតែអីការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកបងខ្លួនឯងក៏គិតថាពីមុនចង់ឲ្យតែប្តីប្រពន្ធផ្អែមល្ហែមជាមួយគ្នារហូតចង់បានចេះចង់បានចុះតែការពិតយើងរកអត់បានទេក្នុងពិភពលោកនេះយើងមិនអាចរកមនុស្សម្នាក់ដែលល្អឥតខ្ចោះមកផ្អែមល្ហែមជាមួយយើងរហូតបានទេបងអូនមានតែពេលខ្លះគឺយើងបិទភ្នែកម្ខាងបើកភ្នែកម្ខាងណាបិទតិចខ្លះបើកតិចខ្លះអញ្ចឹងណាបើបានប្តីប្រពន្ធយើងអាចរស់នៅជាមួយគ្នាបានហើយបើយើងចេះយោគយល់អធ្យាស្រ័យគ្នាទៅណាកំហុសទូចដែលអាចលើកលែងបានយើងលើកលែងទៅក៏ប៉ុន្តែកំហុសខ្លះយើងលើកលែងមិនបានអាហ្នឹងយើងត្រូវតែដោះស្រាយគ្នាឲ្យច្បាស់លាស់ហ្នឹងហើយកំហុសខ្លះលើកលែងអត់បានទេណាបងប្អូនហ្នឹងហើយដូចជាការសម្រាប់អ្នកដទៃខ្ញុំអត់ដឹងទេប៉ុន្តែសម្រាប់ខ្ញុំការផិតក្បត់មិនស្មោះត្រង់ជាមួយគ្នាហ្នឹងគឺជាកំហុសមួយដែលមិនអាចលើកលែងបានហ្នឹងហើយការដែលមានប្រពន្ធហើយទៅមានស្រីមានអីដូចលាក់លុយកាក់លេងល្បែងឬក៏ហៅថាធ្វើអំពើខុសច្បាប់ផ្សេងហើយកុហកប្រពន្ធលួចលាក់បាំងអីចឹងទៅអាហ្នឹងក៏ជារឿងមួយដែលមិនអាចទទួលយកបានដែរហ្នឹងហើយមិនមែនប្រកាសថាឲ្យតែប្តីរកលុយមកឲ្យចាយពេញដៃមកធ្វើអីធ្វើទៅធ្វើទាំងវើមិនគប្បីឬក៏អសីលធម៌ក្នុងសង្គមដើម្បីយកលុយមកឲ្យយើងចាយក៏ទទួលយកមិនបានដែរតែសម្រាប់ខ្ញុំហ្នឹងហើយបើសិនថាប្តីមានស្រីទៀតហ្នឹងហើយប្រឡែងឲ្យទៅតែម្ដងហើយមួយទៀតគឺការគោរពគ្នាបើប្តីប្រពន្ធអត់មានការគោរពគ្នាទេបើសម្រាប់ខ្ញុំក៏ទទួលយកអត់បានដែរមិនមែនឲ្យលុយខ្ញុំចាយហើយចង់ប្រើពាក្យសម្ដីងាយមើលថោកអំពើហិង្សាផ្សេងគឺខ្ញុំទទួលយកអត់បានដូចគ្នាអញ្ចឹងអ្នកដែលនៅជាមួយខ្ញុំបានប្រហែលជាត្រូវការ requirement ច្រើនតិចប៉ុន្តែគាត់ថាខ្ញុំមិនអាចទទួលយកបានគ្រប់រូបភាពឬក៏គ្រប់ប្រភេទមនុស្សទេវាអាស្រ័យទេថាតើកំហុសរបស់គាត់នឹងមានលក្ខណៈថាទ្រង់ទ្រាយធំតូចប៉ុណ្ណាបើសិនជាធំគឺខ្ញុំមិនអាចលើកលែងបានអាហ្នឹងយើងមានតែដើរចែកផ្លូវគ្នាអញ្ចឹងណាបងប្អូនហ្នឹងហើយអាហ្នឹងជាសារពីបងទៅវិញសម្រាប់ប្អូនដែលបានស្ដាប់ឮវីដេអូមួយនេះអញ្ចឹងចង់និយាយថាមិនចាំបាច់ព្យាយាមចង់បានគូជីវិតបែបណាទេដូចគេទេធ្វើម៉េចគូជីវិតរបស់យើងហ្នឹងយើងដឹងថាខ្លួនយើងមានក្តីសុខអត់បើយើងមានក្តីសុខគូយើងហើយអាហ្នឹងគឺចប់ហើយតែប៉ុណ្្នឹងឯងហ្នឹងហើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអូនអរគុណច្រើនបាយបាយ